នេះឲ្យពុកម៉ែបងប្អូនយើងចាប់ដើមក៏អត់បានពីជ្រុងហើយបងប្អូនណាហើយកន្លែងនេះផងដែរគឺយើងធ្វើនៅស្តែមបាទស្តែមទឹកនៅខាងលើបងប្អូនណាបាទកម្ពស់3.30 ម៉ែត្របងប្អូនណាបាទពីគ្រឹះក្រោមនេះឡើងទៅបាទពីខ្ញុំនេះឡើងទៅដល់លើហ្នឹងគឺកម្ពស់សាក់3.30 ម៉ែត្របងប្អូនណាហើយខាងក្រោមដែលកំពុងតកអត់នេះយើងធ្វើកន្លែងបន្ទប់មួយបងប្អូនណាបាទបន្ទប់មួយខាងលើយើងចាក់ប្លង់សេបងប្អូនបាទយើងចាក់ប្លង់សេដើម្បីដាក់ស្តែនទឹកដើម្បីចែកចាយចូលក្នុងផ្ទះបាទហើយចូលខាងក្រៅផ្ទះគ្រប់ទីកន្លែងបងប្អូនបាទយើងប្រើទឹកពីហ្នឹងឯងទៅកម្មចដៅនេះគឺយើងមាន3កម្មបងប្អូនបាទ3កម្មអញ្ចឹងនេះគឺយើងក៏អត់បានប៉ុណ្្នឹងឯងបងប្អូនបាទចឹងមិនសិនជាបងប្អូនឃើញវីដេអូនេះបាទជួយចុច Subscribe ម្នាក់មួយផងបងប្អូនណាបាទចុច Like ម្នាក់មួយផងបងប្អូនបាទហើយខ្ញុំនឹងខំប្រឹងធ្វើវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូននៅវីដេអូជាចំណេះដឹងទូទៅបាទនៅថ្ងៃក្រោយទៀតបងប្អូនបាទអានេះជាងគាត់កំពុងតែកោអិតដើម្បីប្រហើយនៅជញ្ជាំងមកចំហៀងនឹងទៀតបងប្អូនណាបាទហើយជាងបាទគាត់ខាងនេះគឺគាត់ចាប់ដើមផ្សារនៅក្រងឆ្អឹងបាទឆាត់ណាទ្វាបងប្អូនឆាត់ណាទ្វា1 ម៉ែត្របងប្អូនបាទសាច់ក្នុងគឺ1 ម៉ែត្រចាក់ឡើងដូងចឹងមិនសិនជាបងប្អូនមានចង្អល់អាចទៅសួរបានបងប្អូនណាបាទតាមខមមិននៅខាងក្រោមបាទខ្ញុំបង្ហាញនៅវីដេអូក្រោយៗទៀតមិនថាម៉ូដផ្ទះឬក៏ប្លង់ផ្ទះឬក៏ធ្វើសំណង់អីផ្សេងទេបងប្អូនបាទបើសិនជាមានឆ្ងល់អាចតាក់ទងបានខមមិននៅខាងក្រោមមកបងប្អូនណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបាទយើងចាប់ដើមក្រុមជាងគាត់ក៏អត់ជាបន្តទៀតដែរបាទ